ចាបងប្អូនចឹងខ្ញុំស្រាយចម្ងល់បងប្អូនដែលមានបានមូលនិធិសមធម៌និងបងប្អូនដែលមានបានរងហានិភ័យចាស្ត្រីដែលមានបានមូលនិធិសមធម៌គឺស្ត្រីទទួលបានអត្ថប្រយោជន៍នៅពេលដែលស្ត្រីមកពិនិត្យផ្ទៃពោះមកសម្រាលកូននិងស្ត្រីមកពិនិត្យក្រោយសម្រាលយកកូនមកចាក់វ៉ាក់សាំងរហូតដល់កូន2ឆ្នាំចាចំពោះស្ត្រីដែលមានបានហានិភ័យចាងាយរងហានិភ័យហ្នឹងគឺបងប្អូនអត់មានទទួលបានអត្ថប្រយោជន៍ទេគ្រាន់តែបងប្អូនទទួលបានការពិនិត្យការសម្រាលនិងពិនិត្យក្រោយសម្រាលផ្សេងៗចាក់វ៉ាក់សាំងកូនអីអត់អស់លុយទាំងអស់គាត់ថាអត្ថប្រយោជន៍80000ទៅវិញហ្នឹងអត់បានទេហ្នឹងស្ត្រីដែលមានបានទាំងពីរហ្នឹងចាតកតងជាមួយនឹងបានបអសវិញបអសបងលុយដោយរោងចក្រមានន័យថារោងចក្រកាត់លុយយើងជារៀងរាល់ខែនិងបអសបងលុយខ្លួនឯង15600អញ្ចឹងបងប្អូនចាហ្នឹងគឺពីរហ្នឹងខុសគ្នាដែរទី1គឺស្ត្រីអត់អស់លុយថ្លៃសេវាដូចគ្នាមកពិនិត្យពោះសម្រាប់កូនឯងស្ត្រីអត់អស់លុយដូចគ្នាឈឺអីផ្សេងៗក៏អស់លុយដែរប៉ុន្តែសម្រាប់ស្ត្រីដែលធ្វើការងាររោងចក្រគឺគាត់បាន80000ពេលគាត់មកពិនិត្យ4ដងសម្រាប់កូនគាត់បាន80000ពីបអសចាពេលដែលគាត់សម្រាប់រួច10ដងគាត់បានសម្រាប់រួចគាត់បានលុយអត្ថប្រយោជន៍10ដងពេលដែលគាត់មកពីនៅក្រៅសម្រាប់នឹងចាក់វ៉ាក់សាំងកូនហ្នឹងគាត់បាន80000ទៀតហ្នឹង10ដង80000ហ្នឹងតែស្ត្រីដែលមានបានបងលុយខ្លួនឯងបងសសគឺស្ត្រីអត់មានទទួលបានអត្ថប្រយោជន៍80000ហ្នឹងទេគឺស្ត្រីទទួលបានសរុប1,260,000តែម្ដងពេលដែលសម្រាប់កូនរួចរាល់យកឯកសារទៅដាក់ចាអញ្ចឹងអត្ថប្រយោជន៍គឺបានប៉ុណ្្នឹងឯងហើយបើថាពាក់ព័ន្ធជាមួយនឹងបងលុយខ្លួនឯងបន្ថែមច្បាស់ទៀតមកអូនតាក់ទង1286វិសាហ្នឹងអ្នកគ្រូអត់ច្បាស់ទេច្បាស់តែលើស្ត្រីការងាររោងចក្រដែលគាត់មកជារៀងរាល់ថ្ងៃមកជួបខ្ញុំហើយសម្រាប់កូនភាគច្រើនគឺស្ត្រីធ្វើការងាររោងចក្រគឺគាត់មកសម្រាប់ច្រើនតែស្ត្រឹមតែ1286សម្រាប់បអសហើយបើបានមូលនិធិសំធម៌មកជួបអ្នកគ្រូនាំលើសុខភាពឬក៏ទៅសាលាកុំដើម្បីទទួលបានព័ត៌មានលម្អិតចាអរគុណច្រើន